តោះអ្នកទាំងអស់គ្នាធ្វើផាត់ឡូវញ៉ាំថ្ងៃនេះខ្ញុំធ្វើផាត់ឡូវហើយយកសាច់ផាត់ឡូវហ្នឹងទៅដាក់ជាមួយនំបញ្ចុកបន្ទាប់មកគឺស្រូបជាមួយទឹកត្រីគឺឆ្ងាញ់ខ្លាំងណាផាត់ឡូវថ្ងៃហ្នឹងខ្ញុំយកទៅ3មុខយកមកធ្វើទេគឺកន្លែងពោះក្រាស់ហ្នឹងហើយចំោះជ្រូកហើយនឹងកាពះជ្រូកយកទៅ3មុខហ្នឹងទេព្រោះ3មុខហ្នឹងគឺខ្ញុំចូលចិត្តញ៉ាំជាងគេអញ្ចឹងខ្ញុំចូលចិត្តតែ3មុខហ្នឹងគឺធ្វើតែ3មុខហ្នឹងអញ្ចឹងណាហើយទាំងអស់នេះគឺខ្ញុំបានសម្អាតរួចរាល់ហើយបើនិយាយពីការសម្អាតវិញលាងចង់100ទឹកព្រោះអីវាមានរំអិលច្រើនណោះដល់ពេលអញ្ចឹងយើងចំណាយពេលយូរហើយគ្រឿងផ្សំសម្រាប់ធ្វើផាត់ឡូវហ្នឹងគឺខ្ញុំអត់មានអីច្រើនទេមានតែគ្រាប់ផ្កាច័ន្ទឈើអែមខ្ទឹមសខ្ញីហើយនឹងម្រេចសម្រាប់ផាត់ឡូវថ្ងៃនេះគឺខ្ញុំយកមកស្ងោរជាមួយនឹងទឹកដូងណាអ្នកទាំងអស់គ្នាមានជាទឹកដូងកំប៉ុងក៏បានទឹកដូងស្រស់ក៏បានដែរធ្វើឲ្យសាច់ផាត់ឡូវយើងទន់ហើយឆ្ងាញ់ជាដំបូងនេះគឺខ្ញុំដាក់ស្ករក្រហមចូលទៅក្នុងឆ្នាំងហើយខ្ញុំកូរទាល់តែរាងឡើងក្រហមបន្តិចចឹងណាពេលដែលខ្ញុំកូរស្ករក្រហមហ្នឹងគឺខ្ញុំអត់មានប្រើប្រេងឆាទេណាខ្ញុំប្រើតែស្ករក្រហមសុទ្ធហើយចាក់ទឹកចូលបន្តិចបន្ទាប់មកកូរវារាងឡើងឈ្ងុយហើយក្រហមបន្តិចបន្ទាប់មកគឺចាក់គ្រឿងទាំងអស់ហ្នឹងចូលកូរជាមួយគ្នារហូតដល់ឡើងឈ្ងុយបន្ទាប់ពីកូរចុះឡើងរាងឈ្ងុយបន្តិចហើយខ្ញុំចាប់ផ្ដើមដាក់ទឹកស៊ីអ៊ីវខាប់ចូលទៅក្នុងនឹងបន្តិចណាដើម្បីឲ្យពណ៌ផាត់ឡូវយើងឡើងពណ៌ស្អាតចំពោះខ្ញីខ្ញុំប្រើខ្ញីចាស់ដោយសារតែខ្ញីចាស់ហ្នឹងវាមានក្លិនឈ្ងុយខ្លាំងពេលដែលយើងដាក់ចូលទៅជួយកាត់បន្ថយក្លិនស្អុយនៃពោះជ្រូកណាបន្ទាប់ពីដាក់ទឹកស៊ីអ៊ីវខាប់ហើយខ្ញុំចាក់ទឹកចូលបន្តិចដើម្បីកុំឲ្យវាខ្លោចឆ្នាំងណាបន្ទាប់មកប្រើទឹកប្រេងខ្យងបន្តិចចូលទៅក្នុងនឹងបន្ទាប់ពីដាក់ទឹកប្រេងខ្យងចូលមកស្ទុះហើយអញ្ចឹងខ្ញុំចាប់ផ្ដើមយកពោះជ្រូកចំោះជ្រូកហើយនឹងកាពះជ្រូកដាក់ចូលទៅក្នុងនឹងបន្ទាប់ពីដាក់កាពះជ្រូកពោះជ្រូកហើយនឹងចំោះជ្រូកចូលទៅក្នុងនឹងអស់ហើយអញ្ចឹងកូរច្បល់មកស្ទុះមកហើយទុកវារហូតដល់វាចេញទឹកពីក្នុងពោះជ្រូកកាពះជ្រូកនោះមកអស់ណាព្រោះអីពេលដែលយើងដាក់ចូលទៅមកស្ទុះឡើងវាចេញទឹកមកហើយចេញទឹកមកច្រើនមែនទែនអញ្ចឹងយើងកុំទាន់ប្រើទឹកនៅខាងក្រៅឲ្យសោះព្រោះអីទឹកទាំងអស់ហ្នឹងគឺវាទឹកក្លិនឆ្អាបអញ្ចឹងយើងត្រូវរំងាស់ទឹកហ្នឹងឲ្យវាស្ងួតអស់សិនបន្ទាប់ពីច្បល់សព្វល្អហើយអញ្ចឹងគឺខ្ញុំចាប់ផ្ដើមដាក់ប៊ីចេងអំបិលម្សៅស៊ុបមាន់ចូលទៅក្នុងហ្នឹងសម្រាប់រសជាតិយើងអាចភ្លក្សបានពេលដែលសាច់យើងចាប់ផ្ដើមឡើងពុះហើយរាងឆ្អិនអញ្ចឹងយើងអាចភ្លក្សបានបើសិនជាស្ទើគ្រឿងអីតិចតួចយើងបន្ថែមនៅក្នុងនឹងទៅព្រោះយើងដាក់រំងាស់ចោលប្រហែលជា1ម៉ោងកន្លះដែរអញ្ចឹងយើងអាចភ្លក្សបានរសជាតិប៉ុណ្ណាដែលយើងចង់បានណាសម្រាប់ធ្វើផាត់ឡូវមួយមុខនេះយើងមិនបាច់តែមានគ្រឿងដូចគេលក់ទេគ្រាន់តែដាក់តែឈើអែមហើយនឹងផ្កាច័ន្ទមកសំខាន់គឺម្រេចអីហ្នឹងគឺដាក់ចូលតែបន្តិចទៅគឺរសជាតិវាស្តៀងតែគេលក់ដែរពេលដាក់គ្រឿងផ្សំចូលរួចរាល់ហើយអញ្ចឹងគឺច្បល់វាទៅមកឲ្យចូលជាតិបន្តិចសិនមកហើយគ្របវាទុកហ្នឹងគឺរងាស់តើវាដាច់ទឹកល្អដោយសារតែទឹកចេញពីពោះវៀនជ្រូកហើយនឹងកាពះហ្នឹងគឺវាចេញមកច្រើនណាអញ្ចឹងក្លិនហ្នឹងគឺក្លិនឆ្អាបក្លិនអត់ល្អអញ្ចឹងហើយយើងត្រូវការរងាស់វាចោលតើដាច់ទឹកហ្នឹងពេលដាក់រងាស់ចោលយើងអាសាមកមើលផងព្រោះអីវាអាចនឹងជាប់នៅបាតឆ្នាំងខ្លោចបាតឆ្នាំងអញ្ចឹងណាអញ្ចឹងយើងអាចកូរវាត្រឡប់ទៅត្រឡប់មករហូតដល់វាខាស់ទឹកអញ្ចឹងណាសម្រាប់ផាត់ឡូវនេះពេលដែលយើងដាក់ភ្លាមអញ្ចឹងពណ៌អត់សូវឡើងស្អាតទេតើយើងរងាស់វាចោលហើយទុកវាចោលប្រហែលជា1ម៉ោងជាងអីចឹងគឺពណ៌ចាប់ផ្ដើមឡើងក្រហមស្អាតណាបន្ទាប់ពីរងាស់ទឹកចោលមកស្ទុះហើយអញ្ចឹងគឺខ្ញុំចាប់ផ្ដើមចាក់ទឹកដូងចូលទឹកដូងនេះខ្ញុំប្រើចំនួនកន្លះកំប៉ុងហើយទឹកដូងនេះគឺជួយឲ្យសាច់ផាត់ឡូវយើងឡើងទន់ហើយឆ្ងាញ់ណាបន្ទាប់មករងាស់វាចោលរហូតទាល់តែសាច់នឹងឡើងផុយសម្រាប់ទឹកដូងបើយើងរងាស់ហើយវានៅតែអត់ទាន់ផុយយើងអាចចាក់បន្ថែមតទៀតសម្រាប់ខ្ញុំប្រើមកកំប៉ុងហ្នឹងគឺចិត្តអស់ដែរនៅសល់បន្តិចណាប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាប្រើដូងស្រស់អញ្ចឹងប្រើដូងមួយទៅហើយបើសិនជារងាស់អស់ទឹកខាសទឹកដូងនឹងហើយយើងអាចបន្ថែមទឹកធម្មតាបានសម្រាប់ការរងាស់ហ្នឹងគឺអាស្រ័យលើសាច់និងពោះវៀនហ្នឹងទេបើសិនជាសាច់ខ្លះឆាប់ផុយអញ្ចឹងតែ1ម៉ោងលើបន្តិចអីគឺផុយហើយប៉ុន្តែពេលខ្លះវាក្រផុយអញ្ចឹងវាអាចឡើងដល់1ម៉ោងកន្លះសម្រាប់ចំោះជ្រូកគឺឆាប់ផុយជាងតែ1ម៉ោងលើបន្តិចអីផុយហើយអញ្ចឹងខ្ញុំដកវាយកទៅទុកមួយឡែកសិនបន្ទាប់មករងាស់តាកាពះហើយនឹងពោះជ្រូកបន្តទៀតទេទាល់តាកាពះហើយនឹងពោះវៀននឹងចាប់ផ្ដើមឡើងផុយមិនខ្ញុំដាក់ចំោះជ្រូកចូលទៅវិញបន្ទាប់ពីភ្លក់មើលផុយមកល្មមឆ្ងាញ់ហើយអញ្ចឹងគឺខ្ញុំចាប់ផ្ដើមស្រង់វាដាក់ចូលទៅក្នុងចានហើយយកមកកាត់ញ៉ាំណាសម្រាប់រសជាតិនេះគឺមកល្មមឆ្ងាញ់តែម្ដងហើយជាពិសេសយើងទៅជ្រលក់ទឹកសៀងទៀតគឺកាន់តែឆ្ងាញ់ហើយរបៀបធ្វើទឹកសៀងគឺទឹកសៀងជ្រលក់ដូចនៅស្រុកខ្មែរអញ្ចឹងបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍អញ្ចឹងអ្នកទាំងអស់គ្នាអាចចូលមើលវីដេអូមួយទៀតបានព្រោះអីខ្ញុំមានបង្រៀនពីរបៀបធ្វើទឹកសៀងដែរ
នេះរួចរាល់ហើយអ្នកទាំងអស់គ្នាបើនិយាយពណ៌សម្បុរឡើងស្អាតប៉ុន្តែទូរស័ព្ទខ្ញុំថតអត់ស្អាតសោះមួយរយៈហ្នឹងមិនដឹងមិនថតទៅឃើញស្លេកណាហើយសម្រាប់ផាត់ឡើងមួយមុខនេះណាគឺខ្ញុំរើសយកតែកន្លែងឆ្ងាញ់មកធ្វើទេនេះបើនិយាយទៅគឺយកទៅដាក់ជាមួយនំបញ្ចុកគឺតែឆ្ងាញ់មែនទែនថតក្នុងផ្ទះអត់សូវឃើញស្អាតហ៎យកមកដាក់នៅខាងក្រៅឃើញពណ៌ឡើងស្អាត